ថ្ងៃនេះខ្ញុំមកលេងវិហារចិនបងប្អូនហើយជាមួយបងថ្លៃជាមួយក្មួយអញ្ចឹងបងប្អូនព្រោះថាថ្ងៃហ្នឹងគឺអត់ធ្វើការថ្ងៃអាទិត្យទៅអញ្ចឹងហើយក្មួយគាត់មកលេងទៅក៏នាំគាត់មកលេងទៅបងប្អូនហើយខ្ញុំក៏មិនដែលចូលដែរព្រោះថាធ្លាប់តែជិះកាត់ជិះអីអញ្ចឹងបងប្អូនហើយឮអ្នកធ្វើការជាមួយខ្ញុំអីហ្នឹងគាត់ចូលមកលេងទៅគាត់ថតរូបថតអីអញ្ចឹងក៏សាក់ចូលមកបងប្អូនហើយខាងក្នុងគឺស្អាតមែនតើបងប្អូនធ្លាប់តែជិះកាត់ហើយនៅក្នុងហ្នឹងគឺ6 7ឆ្នាំហ្នឹងដែលបានចូលមកលេងខាងក្នុងហ្នឹងទេបងប្អូនហើយខ្លាចគេឲ្យចូលមកលេងអញ្ចឹងបងប្អូនហើយនេះគឺជាលើកទី1របស់ខ្ញុំដែរបានខ្ញុំចូលមកលេងក្នុងវិហារចិននេះបងប្អូនហើយថាវិហារនេះគឺធ្វើសុទ្ធតែថ្មតែម្ដងបងប្អូនហើយមើលទៅថ្មធំៗបងប្អូនហើយវិហារនេះមិនធ្វើតិចឆ្នាំទេបងប្អូនតែមករួចហើយកន្លែងខ្លះក៏រួចកន្លែងខ្លះតន់រួចអញ្ចឹងបងប្អូនហើយឃើញបងប្អូនគាត់មកលេងច្រើននៅក្នុងនឹងមកថតរូបថតអីហើយកន្លែងហ្នឹងតិចស្រួលអញ្ចឹងបងប្អូនព្រោះថាវាមានថ្មមានអីអញ្ចឹងបងប្អូនហើយខាងក្រៅវិញបងប្អូនហើយក្តៅខ្លាំងមែនតើម្ដងនេះគឺតិចស្រេបតែម្ដងបងប្អូនគ្រាន់ថាចូលលេងក្នុងហ្នឹងបងប្អូនគេឲ្យយើងយករបស់អីដូចថាទឹកអីឬក៏របស់ញ៉ាំអីចឹងឲ្យចូលក្នុងទេបងប្អូនខ្លាចយើងចោលសម្រាមនៅហ្នឹងអញ្ចឹងទៅបងប្អូនបើយើងមុននឹងចូលអីយើងអាចហូបខាងក្រៅសិនទៅចាំយើងចូលក្នុងអញ្ចឹងបងប្អូនហើយនិយាយថាបងប្អូនគាត់មកលេងច្រើនមែនបងប្អូនគាត់ចូលចិត្តថតរូបថតអីនៅក្នុងហ្នឹងអញ្ចឹងបងប្អូនគេថាវិហារក្នុងហ្នឹងបងប្អូនគឺកន្លែងធំមែនតើបងប្អូនខ្ញុំធ្លាប់ទៅជិះកាត់ទី1ផ្លែតអស់អញ្ចឹងពេលចូលក្នុងម៉ែស្អាតណាស់បងប្អូនណានិយាយទៅខាងក្នុងឥឡូវខ្ញុំកំពុងដើរទៅវិហារមួយទៀតបងប្អូនតែអក្សរអីវិហារមួយទៀតគេឲ្យចូលដោយសារកន្លែងហ្នឹងគេដូនជីអីគាត់តាំងសមាធិអញ្ចឹងបងប្អូនអញ្ចឹងគេឲ្យទៅលេងទេគេដាក់ផ្លាអញ្ចឹងគេឲ្យលេងត្រឹមហ្នឹងទេបងប្អូនមិញឃើញលោកបងគាត់ដើរទៅក្រោយអញ្ចឹងបងប្អូនគាត់បកវិញគេឲ្យចូលអញ្ចឹងបងប្អូនឃើញវីដេអូនេះបងប្អូនអាចមកលេងបានបងប្អូននៅម្លុកនេះគឺនៅចិត្តវត្តជុំបងប្អូនឲ្យទៅវត្តជុំឃើញដល់កន្លែងវិហារចិនហ្នឹងបងប្អូនចង់ចូលមកក្នុងក៏បានអីក៏បានអញ្ចឹងបងប្អូនគ្រាន់ថាកន្លែងហ្នឹងគេឲ្យលេងត្រឹមម៉ោង4ហ្នឹងបងប្អូនគេបិទទ្វារអញ្ចឹងគេឲ្យយើងលេងយូរអញ្ចឹងបងប្អូនអាហ្នឹងខ្ញុំអត់សូវដឹងដែរហ្នឹងលើបងថ្លៃខ្ញុំនិយាយអញ្ចឹងបងប្អូនពួកគាត់ធ្លាប់ឮអ្នកគេមកលេងនៅហ្នឹងដែរអញ្ចឹងហើយបងប្អូនអាចមកលេងអាចលេងត្រឹមម៉ោង2ម៉ោង3ម៉ោងបងប្អូនគាត់ថាវារៀងតិចអញ្ចឹងតែបើយើងមកថ្ងៃក្តៅបងប្អូនព្រោះខែហ្នឹងក្តៅអញ្ចឹងបងប្អូនតែបើយើងចូលក្នុងចូលទៅលេងក្តៅបងប្អូនហើយអានេះខ្ញុំសំពះប្រេះហើយខ្ញុំធ្វើដំណើរដើរលេងកំសាន្តទេបងប្អូនថតរូបថតអីទុកជាអនុស្សាវរីយ៍អញ្ចឹងបងប្អូនពីមុនមិនដឹងថាកន្លែងហ្នឹងគេឲ្យចូលលេងណាបងប្អូនខ្ញុំលើបងថ្លៃខ្ញុំនិយាយទៅក៏ហ៊ានចូលលេងអញ្ចឹងពីមុនហ៊ានទេគាត់ជីកាត់ខ្ញុំតែឃើញគេចតឡានម៉ូតូនឹងច្រើនដែរបងប្អូនតែអត់សូវចាប់អារម្មណ៍បងប្អូនខាងក្រោយខ្ញុំនោះបងប្អូនហើយស្ទើរដើមឈើគេដាំអញ្ចឹងបងប្អូនគឺធ្វើមកលុបធ្វើអីកន្លែងយើងអង្គុយលេងហើយបងប្អូនថ្ងៃណាស្មុគស្មាញអីមកអង្គុយលេងម្នាក់ឯងទៅកន្លែងដើមឈើដើមអីអញ្ចឹងបងប្អូនបន្ទាប់ពីយើងដើរលេងឆ្អែតហើយយើងក៏នាំគ្នាត្រឡប់ទៅវិញបងប្អូនមកដល់កន្លែងយើងផ្ញើម៉ូតូហើយផ្ញើម៉ូតូហ្នឹងគឺកន្លែងពូលក់ទាំងពៅបងប្អូនគាត់មើលម៉ូតូឲ្យតែគាត់អត់យកអីទេបងប្អូនមកដល់ជួយទិញគាត់ម្នាក់កែវទៅគាត់ខំជួយមើលម៉ូតូយើងអញ្ចឹងបងប្អូនគាត់អត់គិតកម្រៃអីអញ្ចឹងបងប្អូនឃើញជួយទិញគាត់ផងបងប្អូន